ฟินญาบัญจังกายวิกาอย่างนี้บรรทบปีบาร์เซโลนาสมัยจมวยรีบาติព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official រាហ្វីញ៉ាប៉ះតង្កេតជាមួយនឹងគ្រូបង្វឹកក្រុមបាសេឡូណាលោក Hansi Flick និងអ្នកចាំទី Ter Stegen បន្តពីស្មើ1-1ជាមួយនឹងក្រុម Real Betis កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះបាសេឡូណាមិនអាចយក3ពិន្ទុពេញបាននោះទេស្របគ្នាជាមួយនឹងការចាញ់របស់អាតេរិកស Real Madrid 2-1ក្រុមស្នាដៃក្រុម Valencia កាលពីថ្ងៃសៅរ៍ខណៈដែល Barcelona បានត្រឹមតែស្មើគ្នាជាមួយនឹង Real Betis ក្នុងផ្ទះរបស់ខ្លួនដូចអ្នកគ្រប់គ្រងបានឃើញទាំងអស់គ្នាអញ្ចឹងលេងប៉ះអ្នកណាមកលេងប៉ះ God Anthony Barcelona មិនអាចយកឈ្នះទៅលើ Real Betis បាននោះទេបានត្រឹមតែស្មើចែកគ្នាមួយពិន្ទុពលគឺនៅក្នុងទឹកដីរបស់ Barcelona ផ្ទាល់តែម្ដងវត្តមានរបស់ Anthonyបានបង្អាក់ការឈ្នះរបស់ Barcelona មួយប្រកួតនេះពិតជាអស្ចារ្យមែនទែន Real Betis ពិតជាត្រូវការតារាសំខាន់ដូចជា Anthony បែបនេះគ្រាប់បាល់ដំបូងរបស់ Barcelona រកបានដោយកីឡាករ Gavi បាននៅក្នុងនាទីទី7ជួយឲ្យ Barcelona នាំមុខក៏ប៉ុន្តែ Real Betis ក៏មិននៅនោះដែរតាមស្មើនៅនាទីទី17តាមរយៈកីឡាករ Nathan បន្ទាប់ពីការផលំកញ្ចែពេញម៉ោង Rafinha បានបង្ហាញកាយវិការមិនសមរម្យជាមួយនឹងគ្រូបង្វឹករបស់គេគឺលោក Hansi Flick ក៏ប៉ុន្តែនៅពេល Rafinha ធ្វើដំណើរទៅកាន់បន្ទប់ក្រោមដីត្រូវប៉ះទង្គិចជាមួយនឹងអ្នកចាំទីគឺ Ter Stegen ម្ដងទៀតគាត់ព្យាយាមរុញច្រានគ្នាទៅមកហាក់ដូចជាបង្ហាញកាយវិការដូចជាមិនសមរម្យនោះទេបាទរបស់ Rafinha បាត់រុញអ្នកចាំទីរុកនេះចេញពួកគេទាំងពីរបានប្រតែប្រតបគ្នាទៅវិញទៅមក Ter Stegen ក៏បានទះដៃរបស់ Rafinha ចេញ Rafinha បង្ហាញកាយវិការបែបនេះគឺហាក់ដូចជាមិនសប្បាយចិត្តជាមួយនឹងលទ្ធផលមិនល្អពលគឺ Barcelona បានត្រឹមតែស្មើជាមួយនឹង Real Betis អរគុណប្រិមិត្តយើងសម្រាប់ការតាមដាននៃទស្សនាវីដេអូរបស់ខ្ញុំបាទ Admin ផានិតជួបគ្នានៅវីដេអូក្រោយសូមអរគុណ